ជំរាបសួរនាងខ្ញុំឡុងសុវណ្ណប្រធានបទថ្ងៃនេះគឺនិយាយអំពីការព្យាករណ៍ជោគជតារាសីសម្រាប់អ្នកកើតឆ្នាំរោងប្រចាំខែមិថុនាឬខែ6ខែកក្កដាឬខែ7ខែសីហាឬខែ8ឆ្នាំ2025ប្រសិនបើលោកអ្នកត្រូវការការប្រឹក្សាយោបល់អំពីហ្វុងស៊ុយក្នុងការសាងសង់គេហដ្ឋានថ្មីឬជួសជុលគេហដ្ឋានឬរៀបចំគេហដ្ឋានសម្រាប់រស់នៅឬជាគំនិតនៃការរចនាប្លង់ផ្ទៃខាងក្នុងនៃគេហដ្ឋានឬការសាងសង់អគារដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមរចនាបថរបស់ហ្វុងស៊ុយលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook ដែលបានបង្ហាញជូននៅលើវីដេអូនេះឬលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ WhatsApp 0049 17 82 05 21 47នោះលោកអ្នកពិតជាមិនខុសបំណងឡើយខែមិថុនាឬខែ6ជោគជតារាសីនៅក្នុងខែនេះបានបង្ហាញថានឹងមានភាពល្អប្រសើរឡើងជាងខែកន្លងមកខ្លះៗដែរដូច្នេះភាពជោគជ័យគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកអ្នកហើយលោកអ្នកនឹងអាចទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកមានបុណ្យស័ក្តិឬលោកអ្នកអាចទទួលបានការចាប់អារម្មណ៍ពីមនុស្សចាស់ទុំឬលោកអ្នកអាចទទួលបានការចាប់អារម្មណ៍ពីចៅហ្វាយនាយឬលោកអ្នកអាចទទួលបានការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួនហេតុដូច្នេះដោយសារតែការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការងាររបស់លោកអ្នកវាក៏នឹងអាចនាំឲ្យលោកអ្នកទទួលបាននៅការឡើងតួនាទីឬលោកអ្នកអាចទទួលបាននៅអំណាចឬលោកអ្នកអាចទទួលបាននៅកិត្តិយសដ៏ប្រសើរជាងមុនដែរប្រសិនបើលោកអ្នកជាបុគ្គលិកបម្រើការងារនៅតាមអង្គភាពផ្សេងៗក្នុងខែនេះនឹងអាចទទួលបានការទទួលស្គាល់សមត្ថភាពរបស់លោកអ្នកពីសំណាក់ចៅហ្វាយនាយក្នុងភារកិច្ចដែលលោកអ្នកទទួលខុសត្រូវហើយប្រហែលជាអាចទទួលបានការដំឡើងតំណែងផងដែរទោះបីជាយ៉ាងណាក៏ដោយលោកអ្នកគួរតែព្យាយាមយកចិត្តទុកដាក់ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពចំពោះភារកិច្ចដែលលោកអ្នកទទួលខុសត្រូវឲ្យបានល្អបើទោះបីជាមានឧបសគ្គធំក្តីឬមានឧបសគ្គតូចក្តីយ៉ាងណាក៏ដោយដូចគ្នានេះដែរប្រសិនបើលោកអ្នកកំពុងតែស្វែងរកការងារឬលោកអ្នកមានបំណងចង់ផ្លាស់ប្ដូរតំណែងណាមួយនោះក្នុងពេលនេះក៏ជាឱកាសដ៏ល្អសម្រាប់លោកអ្នកក្នុងការដាក់ពាក្យស្នើសុំទៅកាន់អង្គភាពនោះផងដែររីឯលោកអ្នកដែលមានបំណងចង់ពង្រីកអាជីពឬចង់ពង្រីកការធ្វើអាជីវកម្មផ្សេងៗក៏នឹងអាចនាំឲ្យមានការរីកចម្រើនដ៏គួរឲ្យរីករាយផងដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចូលកុំបណ្ដាក់ទុនឬវិនិយោគដោយភាពលោភលន់និងចំណាយប្រាក់ហួសពីសមត្ថភាពរបស់ខ្លួនដោយភាពងងឹតងងុលឲ្យសោះបើមិនដូច្នេះទេក្រែងលោកអាចប្រឈមទៅនឹងការខាតបង់ដ៏ធំបានយ៉ាងងាយដូច្នេះចូលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការងារឡើងដើម្បីកុំឲ្យឱកាសដ៏ល្អនេះរបូតចេញពីដៃរបស់លោកអ្នកបានឲ្យសោះដូចគ្នានេះដែរវាបានបង្ហាញរួចជាស្រេចថាលោកអ្នកនឹងមានមនុស្សជាច្រើនបានត្រៀមខ្លួនដើម្បីផ្ដល់ជំនួយនៅពេលណាដែលលោកអ្នកត្រូវការពួកគេសរុបសេចក្តីមកក្នុងខែនេះភាពជោគជ័យនៃអាជីពវិជ្ជាជីវៈរត់មកដល់ទ្វារគេហដ្ឋានរបស់លោកអ្នកហើយប្រសិនបើលោកអ្នកជាមនុស្សដែលព្យាយាមនិងខិតខំប្រឹងប្រែងចំពោះកិច្ចការងារដែលលោកអ្នកទទួលខុសត្រូវប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចូលកុំមានចរិតអំនួតនិងមោទនភាពខ្លួនឯងខ្លាំងហួសហេតុពេកចូលរៀនរៀបចំអាកប្បកិរិយាឲ្យសមសួនដោយមានសុជីវធម៌និងមានសីលធម៌ជាមួយមនុស្សទូទៅផងពីព្រោះវានឹងអាចផ្ដល់ឱកាសដ៏ល្អជាច្រើនសម្រាប់លោកអ្នកដើម្បីធ្វើឲ្យជីវិតរស់នៅរបស់លោកអ្នកមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងដូច្នេះចូលព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចនៃក្តីសុបិនរបស់លោកអ្នកទៅមើលជីវិតគូស្រករសម្រាប់អ្នកដែលបានរៀបការរួចហើយឬអ្នកមានគូស្រកររួចហើយការប្រស្រ័យទាក់ទងរបស់លោកអ្នកនៅក្នុងខែនេះមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏លោកអ្នកគួរតែរក្សាអាកប្បកិរិយាអត់ធ្មត់អត់ឱនយោគយល់និងគោរពគ្នាទៅវិញទៅមកផងដែរប្រសិនបើមានអ្វីនៅក្នុងចិត្តលោកអ្នកគួរតែចំណាយពេលខ្លះៗក្នុងការដោះស្រាយដោយសន្តិវិធីម្យ៉ាងទៀតចូលជៀសវាងនៅការអួតអាងឬការបង្ហាញនៅភាពអំនួតរបស់ខ្លួនចំពោះភាគីដែលទន់ខ្សោយជាង
ប្រសិនបើលោកអ្នកមានបំណងចង់ថែរក្សាជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកឲ្យបានយូរអង្វែងឪពុកម្ដាយដែលមានកូនកើតក្នុងឆ្នាំពេលនៅតូចដែលមិនទាន់ដឹងក្តីនៅឡើយលោកអ្នកគួរតែចេះអត់ឱននិងព្យាយាមអប់រំគេដោយសន្តិវិធីប្រសិនបើគេមានអត្តចរិតរឹងរូសខ្លាំងជាងធម្មតានៅក្នុងខែនេះចំណែកអ្នកនៅលីវឬអ្នកដែលមិនទាន់មានគូស្រករវិញអ្នកនឹងអាចជួបមនុស្សដែលអ្នកកំពុងតែទន្ទឹងរង់ចាំពេលដែលអ្នកទាំងពីរគ្រាន់តែបានឃើញគ្នាកាលណាក៏មានចិត្តចំពោះគ្នាតែម្ដងអ្នកប្រហែលជាអាចជួបមនុស្សដែលមានវ័យចំណាស់បន្តិចឬគេជាមនុស្សដែលមានគំនិតចាស់ទុំឬគេជាមនុស្សដែលមានលក្ខណៈស្រដៀងនឹងចាស់ទុំក្នុងក្រុមគ្រួសាររបស់អ្នកឬគេជាមនុស្សដែលមានតួនាទីការងារល្អឬគេជាមនុស្សដែលអាចផ្ដល់ឱវាទដល់អ្នកឬគេជាមនុស្សដែលមានភាពទាក់ទាញឬគេជាមនុស្សដែលមានអត្តចរិតបែបឆ្មើងឆ្មៃបន្តិចដូច្នេះប្រសិនបើអ្នកបានឃើញថាអ្នកមានការយល់ចិត្តគ្នាដ៏ល្អនិងអាចធ្វើដំណើរលើមាគ៌ានៃសុភមង្គលហើយនោះតើនៅរងចាំអ្វីទៀតចូលប្រាប់ចាស់ទុំដើម្បីរៀបចំប្រារព្ធពិធីតាមប្រពៃណីដូនតាដ៏រុងរឿងរបស់ខ្មែរយើងទៅមើលសុខភាពនៅក្នុងខែនេះមិនមានអ្វីគួរឲ្យកត់សម្គាល់ខ្លាំងក្លានោះទេប៉ុន្តែលោកអ្នកគួរតែយកចិត្តទុកដាក់ដើម្បីរក្សាតុល្យភាពរវាងការងារនិងពេលវេលាឯកជនឲ្យបានល្អផងម្យ៉ាងទៀតលោកអ្នកក៏គួរតែកាត់បន្ថយការចូលរួមក្នុងកម្មវិធីជប់លៀងផ្សេងៗផងដែរបើមិនដូច្នេះទេក្រែងលោកអាចប្រឈមជាមួយបញ្ហាសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភខ្លះៗដែរដូច្នេះលោកអ្នកគួរតែចំណាយពេលវេលាហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យខ្លះៗផងដើម្បីជាជំនួយដល់សុខភាពខួរក្បាលនិងសុខភាពឆ្អឹងឲ្យរឹងមាំល្អប្រសិនបើសុខភាពរបស់លោកអ្នកមិនប្រក្រតីក្នុងរយៈពេលកន្លងមកទេនោះជួនកាលក្នុងខែនេះអាចនាំឲ្យសុខភាពរបស់លោកអ្នកបានល្អប្រសើរឡើងខ្លះៗដែរចូលព្យាយាមថែរក្សាសុខភាពរបស់លោកអ្នកដោយធម្មជាតិបែបងាយៗជាប្រចាំថ្ងៃដោយរស់នៅក្នុងបរិស្ថានមានខ្យល់បរិសុទ្ធល្អបរិភោគចំណីអាហារដែលមានអនាម័យល្អនិងរក្សាអនាម័យរាងកាយឲ្យបានល្អជាប្រចាំនោះវាមិនត្រឹមតែអាចជាជំនួយដល់សុខភាពតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចជួយឲ្យជីវិតកាន់តែរីករាយថែមទៀតផងម្យ៉ាងទៀតចូលយកចិត្តទុកដាក់ខ្ពស់នៅពេលធ្វើដំណើរឬនៅពេលបើកបរលោកអ្នកគួរតែមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវគោរពអ្នកដើរថ្មើរជើងគោរពអ្នកបើកបរផ្សេងទៀតនិងជៀសវាងការសេពគ្រឿងស្រវឹងពីព្រោះវាជាប្រយោជន៍ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នកការថែរក្សាសុវត្ថិភាពក្រុមគ្រួសាររបស់លោកអ្នកនិងការថែរក្សាសុវត្ថិភាពរបស់អ្នកដទៃប្រសិនបើលោកអ្នកអាចធ្វើនៅចំណុចនេះបានល្អវាក៏ជាចំណែកមួយនៃការសន្សំកុសលផលបុណ្យឬជាចំណែកមួយក្នុងការរក្សាសីលធម៌នៃការបើកបរផងដែរវិធីបង្កើនសំណាងល្អតាមបែបជោគជតារាសីនៅក្នុងខែនេះលោកអ្នកគួរតែប្រើប្រាស់សម្លៀកបំពាក់ពណ៌ខៀវពណ៌ទឹកសមុទ្រពណ៌ខ្មៅពណ៌ផ្ទៃមេឃជាប្រចាំវាប្រហែលជាអាចជួយលើករាសីនិងបង្កើនសំណាងល្អបានខ្លះៗផងដែរវិធីបង្កើនសំណាងល្អតាមបែបហ្វុងស៊ុយដើម្បីជៀសវាងបញ្ហាផ្សេងៗដើម្បីជួយបង្កើនសុភមង្គលក្នុងក្រុមគ្រួសារនិងដើម្បីនាំមកនូវភាពល្អប្រសើរឡើងក្នុងជីវិតនៅក្នុងខែនេះលោកអ្នកគួរតែជៀសវាងការប្រើប្រាស់ទិសខាងកើតទិសខាងត្បូងទិសខាងជើងឈៀងខាងកើតទិសខាងជើងនិងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ជាកន្លែងដំណេកឬជាកន្លែងធ្វើការងារផ្សេងៗជាពិសេសអ្នកដែលមានវ័យចំណាស់ឬអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកជំងឺឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចៗជាដើមបន្ថែមលើនេះផងដែរលោកអ្នកក៏មិនគួរមានការបង្កសំឡេងរំខានដូចជាការដំឬស្វានឬជួសជុលឬបើកទូរទស្សន៍ឬច្រៀងខារ៉ាអូខេឬបើកចម្រៀងកងរំពងឬមានការកាប់ដើមឈើឬមានកម្មវិធីដ៏អធិកអធមនៅទិសទាំងនេះនោះទេម្យ៉ាងទៀតចូលជៀសវាងការអុជទៀនធូបបន់ស្រន់ផ្សេងៗឬមានធាតុភ្លើងនៅទិសខាងកើតទិសខាងត្បូងទិសខាងជើងឈៀងខាងកើតនិងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ទោះបីជាការដាំស្លក៏ដោយប្រសិនបើទ្វារចេញចូលគេហដ្ឋានដែលលោកអ្នកចាំបាច់ត្រូវតែប្រើប្រាស់
ឬមានបង្អួចស្ថិតនៅលើទីតាំងនៃទិសណាមួយដោយដែលបានជម្រាបជូននេះលោកអ្នកគួរតែព្យាយាមបើកឲ្យបានតិចបំផុតតាមតែអាចធ្វើបានចំណែកទីតាំងនិងទិសដ៏ល្អសម្រាប់លោកអ្នកប្រើប្រាស់ក្នុងខែមិថុនាឬខែ6ឆ្នាំ2025នេះដែលអាចជួយបង្កើនប្រាក់ចំណូលក្នុងមុខរបរប្រចាំថ្ងៃរបស់លោកអ្នកនិងដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកនោះគឺទិសខាងត្បូងឈៀងខាងកើតទិសខាងត្បូងឈៀងខាងលិចនិងទិសខាងលិចប្រសិនបើទិសទាំងនេះមានទ្វារចេញចូលគេហដ្ឋានឬមានបង្អួចឬជាកន្លែងប្រើប្រាស់សម្រាប់ធ្វើកិច្ចការងារផ្សេងចូលព្យាយាមប្រើប្រាស់ឲ្យបានច្រើននិងបើកទ្វារឬបង្អួចនោះឲ្យបានញឹកញាប់តាមដែលអាចធ្វើបានវាប្រកាសជានឹងអាចផ្ដល់ឲ្យលោកអ្នកទទួលបាននៅលទ្ធផលដ៏គួរឲ្យរីករាយមិនខាននៅក្នុងខែនេះខែកក្កដាឬខែ7ជោគជតារាសីរបស់លោកអ្នកនៅក្នុងខែនេះបានបង្ហាញថាជីវិតអាចនឹងមានការផ្លាស់ប្ដូរជួនកាលអាចប្រឈមនឹងបញ្ហាដ៏គួរឲ្យយកចិត្តទុកដាក់ខ្ពស់ដូច្នេះលោកអ្នកគួរតែមានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាងមិនថាតែសុខភាពឬសុវត្ថិភាពឬផ្នែកហិរញ្ញវត្ថុឬការងារឬការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនរបស់លោកអ្នកនោះទេនៅក្នុងខែនេះដើម្បីជៀសវាងបញ្ហាជម្លោះផ្សេងចូលរក្សាភាពអព្យាក្រឹតនិងព្យាយាមមិនចូលរួមជជែកពេកញែកច្រើនបើនិយាយឲ្យខ្លីទៅគឺស្ងៀមស្ងាត់ល្អប្រសើរជាងស្រដីបើមិនដូច្នេះទេក្រែងលោអាចប្រឈមទៅនឹងបញ្ហាឬការខាតបង់ឬការបាត់បង់ការងារតួនាទីជាដើមពេលខ្លះលោកអ្នកហាក់ដូចជាមានអារម្មណ៍មួម៉ៅឬស្មុគស្មាញឬអស់សង្ឃឹមនៅក្នុងជីវិតខុសពីធម្មតាឬនឿយហត់ឬអាចប្រឈមជាមួយបញ្ហាសុខភាពផ្ទាល់ខ្លួនឬអាចប្រឈមនឹងបញ្ហាសុខភាពនៃក្រុមគ្រួសារជាដើមដូច្នេះប្រសិនបើលោកអ្នកមានអារម្មណ៍មួម៉ៅកើតឡើងចូលព្យាយាមគ្រប់គ្រងអារម្មណ៍ឲ្យបានល្អទោះបីជាលោកអ្នកស្ថិតក្នុងរង្វង់ក្រុមគ្រួសារឬនៅកន្លែងធ្វើការងារក៏ដោយជួនកាលលោកអ្នកនឹងអាចត្រូវធ្វើដំណើរឬត្រូវផ្លាស់ប្ដូរទីកន្លែងរស់នៅឬត្រូវផ្លាស់ប្ដូរតួនាទីការងារឬស្ថានភាពនៃជីវិតមានការផ្លាស់ប្ដូរផ្សេងៗនៅក្នុងខែនេះដូច្នេះប្រសិនបើលោកអ្នកកំពុងតែស្វែងរកការងារធ្វើឬលោកអ្នកចង់បានតួនាទីថ្មីនៅក្នុងខែនេះវាក៏អាចផ្ដល់ឱកាសល្អដល់លោកអ្នកដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកចង់ផ្លាស់ប្ដូរការងារកន្លែងនោះលោកអ្នកគួរតែស្វែងយល់អំពីគោលនយោបាយនៃអង្គភាពថ្មីនោះឲ្យបានច្បាស់លាស់និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនថ្មីនោះជាមុនសិនដើម្បីជៀសវាងបញ្ហាប្រាក់កបង់ថង់ក៏ដាច់ទីបំផុតអ្វីៗក៏បាត់បង់ឬក្រែងលោប៉ះចំកន្លែងដែលមិនល្អប្រពៃដោយការរំពឹងទុករបស់លោកអ្នកដែលអាចនឹងនាំឲ្យមានវិបត្តិសារីជីវិតជួបនឹងភាពជូរចត់ឡើងដូចគ្នានេះដែរចំពោះផ្នែកហិរញ្ញវត្ថុលោកអ្នកមិនគួរចូលរួមក្នុងការវិនិយោគប្រភេទណាដែលមានហានិភ័យខ្ពស់និងក្រោមការញុះញង់ពីអ្នកដទៃដែលគ្មានជំនាញនោះទេពីព្រោះវាអាចនាំឲ្យលោកអ្នកប្រឈមជាមួយភាពខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបានប៉ុន្តែប្រសិនបើលោកអ្នកស្ថិតក្នុងវិស័យអចលនទ្រព្យវិញវាគឺជាឱកាសដ៏ល្អក្នុងការបង្កើនប្រាក់ចំណូលនៅក្នុងខែនេះដូច្នេះប្រសិនបើលោកអ្នកមានបំណងចង់លក់ដូរដីធ្លីឬលោកអ្នកមានបំណងចង់លក់ដូរផ្ទះសម្បែងវាអាចជាឱកាសល្អសម្រាប់លោកអ្នកដើម្បីដាក់ផ្សព្វផ្សាយចូលក្នុងទីផ្សារទោះបីជាយ៉ាងណាក៏ដោយលោកអ្នកគួរតែមានការប្រុងប្រយ័ត្ននិងពិនិត្យឲ្យបានច្បាស់លាស់ម្ដងហើយម្ដងទៀតគ្រប់កិច្ចការងារដែលលោកអ្នកទទួលខុសត្រូវដើម្បីឲ្យប្រាកដថាត្រឹមត្រូវជាពិសេសនៅពេលចុះហត្ថលេខាលើកិច្ចសន្យាផ្សេងៗលោកអ្នកក៏គួរតែអានលក្ខខណ្ឌដោយប្រុងប្រយ័ត្នដើម្បីជៀសវាងបញ្ហានាពេលអនាគតដូចគ្នានេះដែរក្នុងខែនេះលោកអ្នកក៏អាចនឹងត្រូវមានការចំណាយច្រើនផងដែរដូច្នេះចូលយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសាររបស់លោកអ្នកឲ្យបានល្អផងម្យ៉ាងទៀតក្នុងខែនេះអ្វីដែលលោកអ្នកគួរតែធ្វើនោះគឺយកពេលវេលានេះសម្រាប់កាយជាមួយក្រុមគ្រួសារនិងផ្លាស់ប្ដូរបរិយាកាសជុំវិញខ្លួនខ្លះៗដើម្បីថែរក្សាសុខភាពនិងដើម្បីជៀសវាងបញ្ហាផ្សេងៗសូមចងចាំថា
ប្រសិនបើលោកអ្នកមានសុខភាពរឹងមាំល្អលោកអ្នកអាចធ្វើការងារដើម្បីទទួលបាននូវអ្វីៗគ្រប់យ៉ាងក៏ប៉ុន្តែមិនមែនមានន័យថាគិតពីសុខភាពហួសហេតុរហូតคล้ายទៅជាទម្លាប់មិនធ្វើអ្វីសោះនោះទេជារឿយៗក្នុងករណីដែលលោកអ្នកប្រឈមមុខជាមួយនឹងបញ្ហាណាមួយនោះការទទួលបាននូវដំណោះស្រាយដ៏ល្អបំផុតគឺកើតឡើងនៅពេលដែលលោកអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ហេតុដូច្នេះលោកអ្នកគួរតែព្យាយាមផ្ដោតទៅលើការរក្សាភាពស្ងៀមស្ងាត់និងការគិតពិចារណាដោយច្បាស់លាស់និងមិនចាំបាច់ប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តលឿនពេកឬមានប្រតិកម្មដែលគ្មានហេតុផលនោះទេក្នុងករណីប្រសិនបើមានអ្វីកើតឡើងជីវិតគូស្រករសម្រាប់អ្នករៀបការឬអ្នកមានគូស្រកររួចហើយចូលសន្ទនាគ្នាដោយការគោរពយោគយល់អត់ឱននិងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកប្រសិនបើមានរឿងមិនសប្បាយចិត្តចំពោះគ្នាចូលចំណាយពេលវេលាខ្លះៗដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយដ៏ល្អដោយសន្តិវិធីចូលរក្សាភាពស្មោះត្រង់ភក្តីភាពចំពោះគ្នាទៅវិញទៅមកលោកអ្នកមិនគួរមានចិត្តរវើរវាយភ្លើតភ្លើនភ្លេចភ្លាំងទៅតាមកម្លាំងវាយោឡើយប្រសិនបើសុភមង្គលក្នុងក្រុមគ្រួសារគឺជាសេចក្តីត្រូវការដែលលោកអ្នកប្រាថ្នាចង់បានយ៉ាងណាមិញប្រសិនបើសមាជិកគ្រួសាររបស់លោកអ្នកមានអ្នកកើតឆ្នាំនៅក្នុងខែនេះលោកអ្នកក៏គួរតែមានការយល់ចិត្តនិងជួយផ្ដល់ការលើកទឹកចិត្តដល់គេផងដែរសម្រាប់អ្នកនៅលីវឬអ្នកដែលមិនទាន់មានគូស្រករវិញនៅក្នុងខែនេះអ្នកមិនគួរធ្វើដំណើរទៅណាមកណាតែម្នាក់ឯងនោះទេជួនកាលក្នុងខែនេះអ្នកប្រហែលជាអាចបានជួបមនុស្សដែលគួរឲ្យចាប់អារម្មណ៍ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចូលចំណាយពេលវេលាមើលចិត្តគ្នាឲ្យបានច្បាស់លាស់ផងម្យ៉ាងទៀតចូលជៀសវាងការផ្សងរកគូស្នេហ៍ជាពិសេសការផ្សងរកគូស្នេហ៍ដោយប្រព័ន្ធសង្គមផ្សេងៗក្រែងលោកអាចប្រទះជាមួយមនុស្សដែលអ្នកមិនប្រាថ្នាចង់បានក្នុងជីវិតជួនកាលគេអាចជាមនុស្សដែលមានតួនាទីការងារធំដុំឬគេជាមនុស្សដែលស្ថិតក្នុងវិស័យអចលនទ្រព្យឬគេជាមនុស្សដែលមានទ្រព្យធនច្រើនប៉ុន្តែអាចមានអត្តចរិតបែបឆ្មើងឆ្មៃឬគេមានអត្តចរិតបែបពិបាកចូលចំណោមអ្នកដទៃឬគេមានអត្តចរិតណាមួយដែលអ្នកមិនអាចទទួលយកបានឬគេជាមនុស្សដែលមានបញ្ហាសុខភាពជាដើមក៏ប៉ុន្តែប្រសិនបើអ្នកមានគូស្នេហ៍រួចហើយពេលនេះប្រហែលជាឱកាសល្អសម្រាប់អ្នកដើម្បីជ្រើសរើសពេលវេលាល្អក្នុងការកាន់ដៃគ្នាចូលរោងអាពាហ៍ពិពាហ៍ហើយទេដឹងសុខភាពនៅក្នុងខែនេះលោកអ្នកគួរតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពផ្ទាល់ខ្លួននិងសុខភាពក្រុមគ្រួសារផងដែរជាពិសេសអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកដែលមានវ័យចំណាស់ឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចឬអ្នកជំងឺចូលជៀសវាងការលេងកីឡាឬការហាត់ប្រាណជាមួយឧបករណ៍ប្រភេទណាដែលអាចបង្កគ្រោះថ្នាក់នៅក្នុងខែនេះចូលយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុតនៅពេលធ្វើដំណើរឬនៅពេលបើកបរលោកអ្នកគួរតែមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវនិងត្រូវតែជៀសវាងការសេពគ្រឿងស្រវឹងពីព្រោះវាជាប្រយោជន៍ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នកការថែរក្សាសុវត្ថិភាពក្រុមគ្រួសាររបស់លោកអ្នកនិងការថែរក្សាសុវត្ថិភាពរបស់អ្នកដទៃប្រសិនបើលោកអ្នកអាចធ្វើនៅចំណុចនេះបានល្អវាក៏ជាចំណែកមួយនៃការសន្សំកុសលផលបុណ្យផងដែរដូចគ្នានេះដែរប្រសិនបើមិនចាំបាច់ទេចូលជៀសវាងការធ្វើដំណើរពេលយប់ងងឹតនិងជៀសវាងការស្ថិតនៅក្នុងទីងងឹតតែម្នាក់ឯងគន្លឹះនៃការថែរក្សាសុខភាពចូលទទួលទានទឹកឲ្យបានយ៉ាងហោចណាស់2លីត្រក្នុងមួយថ្ងៃនិងរស់នៅក្នុងបរិស្ថានដែលមានបរិយាកាសនិងអនាម័យល្អព្រមទាំងបរិភោគចំណីអាហារសុខភាពដូចជាបន្លែផ្លែឈើដែលដាំដុះដោយធម្មជាតិជាដើមប្រសិនបើលោកអ្នកមានវ័យចំណាស់លោកអ្នកគួរតែថែរក្សាសុខភាពបន្ថែមទៀតដោយការបរិភោគចំណីអាហារណាដែលអាចជាជំនួយដល់សុខភាពដូចជាបន្លែផ្លែឈើដែលដាំដុះដោយធម្មជាតិនិងទទួលទានទឹកឲ្យបាន2លីត្រក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃនិងដើរហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យខ្លះៗដើម្បីជួយដល់សុខភាពខួរក្បាលនិងសុខភាពឆ្អឹងឲ្យរឹងមាំល្អយ៉ាងណាមិញប្រសិនបើសុខភាពរបស់លោកអ្នកមិនមានអ្វីធ្ងន់ធ្ងរទេនោះចូលកុំប្រើប្រាស់ឱសថច្រើនពេក
ជួនកាលវាមិនមានអំណោយផលល្អសម្រាប់សុខភាពរបស់លោកអ្នកទាំងស្រុងនោះទេចូលព្យាយាមថែរក្សាសុខភាពរបស់លោកអ្នកដោយលក្ខណៈធម្មជាតិដើម្បីជៀសវាងហានិភ័យខ្ពស់ចំពោះសុខភាពនិងដើម្បីជៀសវាងបញ្ហាផ្នែកហិរញ្ញវត្ថុដែលអាចនាំឲ្យមានបញ្ហាជីវភាពកើតឡើងឪពុកម្ដាយដែលមានកូនកើតក្នុងដែលគេនៅក្មេងឬគេនៅតូចឬគេនៅមិនទាន់ដឹងក្តីនៅឡើយចូលយកចិត្តទុកដាក់មើលថែទាំគេឲ្យបានល្អជាពិសេសនៅក្នុងខែនេះលោកអ្នកមិនគួរបណ្តោយឲ្យគេលេងនៅក្បែរផ្លូវឬក្បែរស្រះទឹកឬក្បែរអាងទឹកទន្លេបឹងបួរឬនៅម្នាក់ឯងនោះទេយ៉ាងណាមិញលោកអ្នកគួរតែផ្ដល់ការអប់រំដល់ពួកគេដោយការយោគយល់ស្ដាប់ហេតុផលនិងដោយសេចក្តីស្រឡាញ់បើទោះបីជាគេមានចរិតរឹងរូសមានះក៏ដោយចុះម្យ៉ាងទៀតចូលយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពរបស់គេឲ្យបានល្អខ្ជាប់ខ្ជួនជាពិសេសនៅក្នុងខែនេះចូលផ្ដល់ក្តីស្រឡាញ់ការអប់រំប្រកបដោយការស្ដាប់ហេតុផលនិងការថែរក្សាកូនរបស់លោកអ្នកឲ្យបានល្អគ្រប់ពេលវេលាដើម្បីអាចជួយជាដំណោះស្រាយក្រែងលោវិតបញ្ហាសុខភាពក្នុងពេលយប់ព្រលប់លោកអ្នកគួរតែមានឱសថដូចជាប៉ារ៉ាសេតាមុលទុកដាក់នៅក្នុងផ្ទះផងវិធីបង្កើនសំណាងល្អតាមបែបជោគជតារាសីនៅក្នុងខែនេះលោកអ្នកគួរតែប្រើប្រាស់សម្លៀកបំពាក់ពណ៌សពណ៌ប្រាក់និងប្រើប្រាស់គ្រឿងអលង្ការដែលធ្វើពីលោហៈធាតុដូចជាមាសឬប្រាក់ឬដែកឬលង្ហិនឬស្ពាន់ឬសំរឹទ្ធដែលមិនមានដាំត្បូងអ្វីទាំងអស់ជាប្រចាំវាប្រហែលជាអាចជួយលើករាសីនិងបង្កើនសំណាងល្អបានខ្លះៗដែរម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកមានជីវភាពសមរម្យដែរចូលបរិច្ចាគទានទៅឲ្យអ្នកខ្វះខាតឬបរិច្ចាគឲ្យមូលនិធិនៃអង្គការមនុស្សធម៌ណាដែលលោកអ្នកគិតថាល្អឬបរិច្ចាគចំពោះសាសនាណាមួយដែលលោកអ្នកគោរពនិងមានជំនឿឬធ្វើបុណ្យសន្សំកុសលតាមលទ្ធភាពនិងសទ្ធាជ្រះថ្លារបស់លោកអ្នកឬដោះលែងជីវិតសត្វឬធ្វើអំពើល្អៗផ្សេងតាមដែលអាចធ្វើបានពីព្រោះបើតាមអបិយជំនឿវាអាចនឹងមានអំណោយផលល្អដល់ការបន្ធូរបន្ថយនៃសំណាងអាក្រក់បានខ្លះៗដែរបើលោកអ្នកត្រូវការឱសថធម្មជាតិដែលផលិតនៅប្រទេសអាល្លឺម៉ង់សម្រាប់ព្យាបាលជំងឺសន្លាក់ឆ្អឹងជំនួយឆ្អឹងជំនួយភ្នែកជំនួយសួតសម្រួលដល់ផ្លូវដង្ហើមព្យាបាលក្រពះនិងពោះវៀនព្យាបាលតម្រងនោមជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តគិតច្រើនខឹងច្រើនគេងមិនលក់ជាដើមសូមបញ្ជាក់ថាវាជាឱសថដែលលក់នៅលើទីផ្សារនៃប្រទេសអាល្លឺម៉ង់ដែលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ដូច្នេះប្រសិនបើលោកអ្នកត្រូវការឱសថប្រភេទណាមួយសម្រាប់ជាជំនួយដល់សុខភាពរបស់លោកអ្នកក្នុងតម្លៃសមរម្យដើម្បីជាជំនួយដល់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារនិងមិនមានហានិភ័យចំពោះសុខភាពសូមទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook នេះឬតាមរយៈ Telegram 004982052147នោះលោកអ្នកពិតជាមិនខុសបំណងឡើយវិធីបង្កើនសំណាងល្អតាមបែបផុងស៊ុយដើម្បីជៀសវាងបញ្ហាផ្សេងៗដើម្បីជួយបង្កើនសុភមង្គលក្នុងក្រុមគ្រួសារនិងដើម្បីនាំមកនូវភាពល្អប្រសើរក្នុងជីវិតនៅក្នុងខែនេះលោកអ្នកគួរតែជៀសវាងការប្រើប្រាស់ទិសខាងត្បូងឈាមខាងកើតទិសខាងជើងឈាមខាងកើតទិសខាងជើងទិសខាងជើងឈាមខាងលិចជាកន្លែងដំណេកឬជាកន្លែងធ្វើការងារផ្សេងៗជាពិសេសអ្នកដែលមានវ័យចំណាស់ឬអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកជំងឺឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចៗជាដើមបន្ថែមលើនេះផងដែរលោកអ្នកក៏មិនគួរមានការបង្កសំឡេងរំខានដូចជាការដំឬស្វានឬជួសជុលឬបើកទូរទស្សន៍ឬច្រៀងខារ៉ាអូខេឬបើកចម្រៀងកងរំពងឬមានការកាប់ដើមឈើឬមានកម្មវិធីដ៏អធិកអធមនៅទិសទាំងនេះនោះទេម្យ៉ាងទៀតចូលជៀសវាងការអុជទៀនធូបបន់ស្រន់ផ្សេងឬមានធាតុភ្លើងនៅទិសខាងត្បូងជើងខាងកើតទិសខាងជើងឈាមខាងកើតទិសខាងជើងទោះបីជាការដាំស្លក៏ដោយប្រសិនបើទ្វារចេញចូលគេហដ្ឋានដែលលោកអ្នកចាំបាច់ត្រូវតែប្រើប្រាស់ឬមានបង្អួចស្ថិតនៅលើទីតាំងនៃទិសណាមួយដោយតែបានជម្រាបជូននេះលោកអ្នកគួរតែព្យាយាមបើកឲ្យបានតិចបំផុតតាមដែលអាចធ្វើបាន
ចំណែកទីតាំងនិងទិសដ៏ល្អសម្រាប់លោកអ្នកប្រើប្រាស់ក្នុងខែកក្កដាឆ្នាំ2025នេះដែលអាចជួយបង្កើនប្រាក់ចំណូលក្នុងមុខរបរប្រចាំថ្ងៃរបស់លោកអ្នកនិងដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកនោះគឺទិសខាងកើតទិសខាងត្បូងទិសខាងលិចនិងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ដូច្នេះប្រសិនបើទិសទាំងនេះមានទ្វារចេញចូលគេហដ្ឋានឬមានបង្អួចឬជាកន្លែងប្រើប្រាស់សម្រាប់ធ្វើកិច្ចការងារផ្សេងៗចូលព្យាយាមប្រើប្រាស់ឲ្យបានច្រើននិងបើកទ្វារឬបើកបង្អួចនោះឲ្យបានញឹកញាប់តាមដែលអាចធ្វើបានវាប្រកាសជានឹងអាចផ្ដល់ឲ្យលោកអ្នកទទួលបាននៅលទ្ធផលដ៏គួរឲ្យរីករាយនៅក្នុងខែនេះមិនខានឡើយខែសីហាឬខែ8ជោគជតារាសីរបស់លោកអ្នកក្នុងខែនេះបានបង្ហាញថាអ្វីៗមានសភាពល្អប្រសើរឡើងជាងខែកន្លងមកមុខរបរផ្សេងឬការងារអាជីពវិជ្ជាជីវៈរបស់លោកអ្នកនឹងអាចទទួលបានការគាំទ្រច្រើនពីមនុស្សជុំវិញខ្លួនឬលោកអ្នកអាចទទួលបានការគាំទ្រច្រើនពីមិត្តរួមការងារនិងទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារផងដែរលោកអ្នកអាចនឹងរីករាយជាមួយភាពស្និទ្ធស្នាលជាវិជ្ជមាននៅកន្លែងធ្វើការងារហើយគំនិតថ្មីៗក៏អាចបង្កើតបានយ៉ាងងាយស្រួលខ្លះៗដែរសម្រាប់ភារកិច្ចនៃការទទួលខុសត្រូវរបស់លោកអ្នកដោយសារតែចំណេះដឹងនិងជំនាញផ្ទាល់ខ្លួនរបស់លោកអ្នកវាគឺជាចំណែកមួយដែលអាចជួយឲ្យលោកអ្នកទទួលបាននូវភាពជោគជ័យយ៉ាងងាយនៅក្នុងខែនេះប្រសិនបើលោកអ្នកមានកិច្ចសហការធ្វើអាជីវកម្មឬកំពុងរកការងារធ្វើដែលនឹងចាប់ផ្ដើមនៅពេលនេះវាទំនងជាអាចដំណើរការល្អមិនតែប៉ុណ្ណោះពេលវេលាដ៏ល្អក្នុងខែនេះក៏អាចជាឱកាសក្នុងការបង្កើតមិត្តភាពឲ្យរឹងមាំនិងការបង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្ត្រសម្រាប់ការងារឬការធ្វើអាជីវកម្មផ្សេងៗផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពេលខ្លះលោកអ្នកក៏មានអារម្មណ៍តានតឹងខ្លះៗដែរគឺដោយសារតែមានការប្រកួតប្រជែងផ្ទៃក្នុងដ៏ខ្លាំងក្លានៅអង្គភាពឬការប្រកួតប្រជែងនៅក្នុងមុខរបរចំនួនជួញដូរផ្សេងៗដូច្នេះលោកអ្នកគួរតែរក្សាចិត្តគំនិតវិជ្ជមាននិងរក្សាភាពសុទិដ្ឋិនិយមមិនគួរកំណត់គោលដៅខ្ពស់ពេកសម្រាប់ខ្លួនឯងនោះទេក្នុងពេលជាមួយគ្នានេះដែរការចុះសម្រុងជាមួយមិត្តរួមការងារឬការចុះសម្រុងជាមួយមនុស្សជុំវិញខ្លួនក៏លោកអ្នកគួរតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នជាពិសេសផងដែរម្យ៉ាងទៀតលោកអ្នកក៏អាចមានការចំណាយលុយកាក់ទៅលើស្ថានភាពផ្សេងៗខ្លះៗដែរនៅក្នុងខែនេះដូច្នេះលោកអ្នកគួរតែរៀបចំការគ្រប់គ្រងនៃការចំណាយនិងគួរតែចំណាយប្រាក់ទៅលើអ្វីដែលចាំបាច់និងសមហេតុផលក្នុងការប្រើប្រាស់ដើម្បីជៀសវាងបញ្ហាសេដ្ឋកិច្ចនាពេលអនាគតប្រសិនបើផ្នែកហិរញ្ញវត្ថុនៃក្រុមគ្រួសាររបស់លោកអ្នកមានកំណត់ជីវិតគូស្រករអ្នកដែលបានរៀបការរួចហើយឬអ្នកដែលមានគូស្រកររួចហើយលោកអ្នកគួរតែចេះយោគយល់អធ្យាស្រ័យគ្នាប្រសិនបើមានកិច្ចការអ្វីឬលោកអ្នកមានបំណងចង់ធ្វើអ្វីមួយសម្រាប់ក្រុមគ្រួសារឬសម្រាប់ផ្ទាល់ខ្លួនចូលចំណាយពេលវេលាពិភាក្សាគ្នាឲ្យបានច្បាស់លាស់មានហេតុផលត្រឹមត្រូវនិងស្ដាប់គ្នាទៅវិញទៅមកជាមុនសិនវានឹងផ្ដល់ប្រយោជន៍ល្អក្នុងករណីប្រសិនបើលោកអ្នកមានបំណងចង់ថែរក្សាចំណងអាពាហ៍ពិពាហ៍របស់លោកអ្នកឲ្យបានយូរអង្វែងសម្រាប់អ្នកនៅលីវវិញពេលវេលានេះគឺប្រហែលជាអាចផ្ដល់ឱកាសដ៏ល្អមួយដើម្បីចាប់ផ្ដើមស្វែងរកស្នេហាពិតចំពោះអ្នកដែលកំពុងតែស្វែងរកគូគ្រងមនុស្សដែលអ្នកនឹងជួបអាចជាមនុស្សដែលមានចំណេះដឹងឬគេជាមនុស្សដែលមានការយល់ដឹងឬគេជាមនុស្សដែលអាចផ្ដល់ឱវាទដល់អ្នកឬគេជាមនុស្សដែលស្ថិតក្នុងវិស័យអប់រំឬគេជាមនុស្សដែលមានអត្តចរិតចូលចិត្តបង្ហាញពីការចេះដឹងនិងការយល់ឃើញរបស់ខ្លួនឬគេជាមនុស្សដែលមានអំណួតជាដើមប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកក៏គួរតែចំណាយពេលវេលាខ្លះៗដើម្បីមើលចិត្តគ្នាឲ្យបានច្បាស់លាស់ជាមុនសិនផងដែរប្រសិនបើអ្នកអាចសម្គាល់ឃើញថាអ្នកទាំងពីរអាចដើរលើមាគ៌ានៃសុភមង្គលហើយនោះចូលប្រាប់ចាស់ទុំដើម្បីរៀបចំពិធីតាមប្រពៃណីដ៏រុងរឿងរបស់ដូនតាខ្មែរយើងផងដើម្បីជាការរឹតចំណងស្នេហ៍របស់អ្នកទាំងពីរឲ្យបានយូរអង្វែងសុខភាព
នៅក្នុងខែនេះអាចនឹងមានភាពល្អប្រសើរឡើងជាងខែកន្លងមកប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏លោកអ្នកមិនគួរប្រងើយកន្តើយនៅក្នុងការថែរក្សាសុខភាពរបស់លោកអ្នកនិងសុខភាពក្រុមគ្រួសាររបស់លោកអ្នកដែរដូច្នេះជាជំនួយដល់សុខភាពលោកអ្នកគួរតែរស់នៅក្នុងបរិស្ថានដែលមានខ្យល់បរិសុទ្ធបរិភោគចំណីអាហារដែលមានអនាម័យល្អនិងគួរតែចំណាយពេលហាត់ប្រាណនៅក្រោមពន្លឺព្រះអាទិត្យខ្លះៗជាមួយក្រុមគ្រួសារផលប្រយោជន៍គឺដើម្បីជួយដល់សុខភាពរាងកាយនិងសុខភាពផ្លូវចិត្តឲ្យរឹងមាំព្រមទាំងជាជំនួយដល់ការប្រស្រ័យទាក់ទងរបស់លោកអ្នកជាមួយក្រុមគ្រួសារឲ្យកាន់តែរីករាយថែមទៀតដូចគ្នានេះដែរនៅពេលធ្វើដំណើរឬនៅពេលបើកបរលោកអ្នកគួរតែមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវនិងជៀសវាងការសេពគ្រឿងស្រវឹងពីព្រោះវាជាប្រយោជន៍ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នកការថែរក្សាសុវត្ថិភាពក្រុមគ្រួសាររបស់លោកអ្នកនិងការថែរក្សាសុវត្ថិភាពរបស់អ្នកដទៃប្រសិនបើលោកអ្នកអាចធ្វើនៅចំណុចនេះបានល្អវាក៏ជាចំណែកមួយនៃការសន្សំកុសលផលបុណ្យផងដែរវិធីបង្កើនសំណាងល្អតាមបែបជោគជតារាសីនៅក្នុងខែនេះលោកអ្នកគួរតែប្រើប្រាស់សម្លៀកបំពាក់ពណ៌ខៀវចាស់ឬពណ៌ខៀវខ្ចីឬពណ៌ទឹកប៊ិចចាស់ឬពណ៌ទឹកប៊ិចខ្ចីឬពណ៌ទឹកសមុទ្រចាស់ឬពណ៌ទឹកសមុទ្រខ្ចីឬពណ៌ខ្មៅឬពណ៌ផ្ទៃមេឃជាប្រចាំវិធីបង្កើនសំណាងល្អតាមបែបហ្វុងស៊ុយដើម្បីជៀសវាងបញ្ហាផ្សេងៗដើម្បីជួយបង្កើនសុភមង្គលក្នុងក្រុមគ្រួសារនិងដើម្បីនាំមកនូវភាពល្អប្រសើរក្នុងជីវិតនៅក្នុងខែនេះលោកអ្នកគួរតែជៀសវាងការប្រើប្រាស់ទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ទិសខាងត្បូងឈៀងខាងលិចទិសខាងលិចទិសខាងជើងឈៀងខាងកើតជាកន្លែងដំណេកឬជាកន្លែងធ្វើការងារផ្សេងៗជាពិសេសអ្នកដែលមានវ័យចំណាស់ឬអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកជំងឺឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចៗជាដើមបន្ថែមលើនេះផងដែរលោកអ្នកក៏មិនគួរមានការបង្កសំឡេងរំខានដូចជាការដំឬស្វានឬជួសជុលឬបើកទូរទស្សន៍ឬច្រៀងខារ៉ាអូខេឬបើកចម្រៀងកងរំពងឬមានការកាប់ដើមឈើឬមានកម្មវិធីដ៏អធិកអធមនៅទិសទាំងនេះនោះទេម្យ៉ាងទៀតចូលជៀសវាងការអុជទៀនធូបបន់ស្រន់ផ្សេងៗឬមានធាតុភ្លើងនៅទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ទិសខាងត្បូងឈៀងខាងលិចទិសខាងជើងឈៀងខាងកើតទោះបីជាការដាំស្លក៏ដោយប្រសិនបើទ្វារចេញចូលគេហដ្ឋានដែលលោកអ្នកចាំបាច់ត្រូវតែប្រើប្រាស់ឬមានបង្អួចស្ថិតនៅលើទីតាំងនៃទិសណាមួយដោយតែបានជម្រាបជូននេះលោកអ្នកគួរតែព្យាយាមបើកឲ្យបានតិចបំផុតតាមតែអាចធ្វើបានរីឯទីតាំងនិងទិសដ៏ល្អសម្រាប់លោកអ្នកប្រើប្រាស់ក្នុងខែសីហាឆ្នាំ2025នេះដែលអាចជួយបង្កើនប្រាក់ចំណូលក្នុងមុខរបរប្រចាំថ្ងៃរបស់លោកអ្នកនិងដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកនោះគឺទិសខាងត្បូងឈៀងខាងកើតទិសខាងត្បូងទិសខាងជើងនិងទិសខាងជើងឈៀងខាងលិចប្រសិនបើទិសទាំងនេះមានទ្វារចេញចូលគេហដ្ឋានឬមានបង្អួចឬជាកន្លែងប្រើប្រាស់សម្រាប់ធ្វើកិច្ចការងារផ្សេងៗចូលព្យាយាមប្រើប្រាស់ឲ្យបានច្រើននិងបើកទ្វារឬបើកបង្អួចនោះឲ្យបានញឹកញាប់តាមដែលអាចធ្វើបានវាប្រកាសជានឹងអាចផ្ដល់ឲ្យលោកអ្នកទទួលបាននៅលទ្ធផលដ៏គួរឲ្យរីករាយនៅក្នុងខែនេះមិនខានឡើយសូមបញ្ជាក់ថាទោះបីជាជោគជតារាសីបានបង្ហាញយ៉ាងណាក៏ដោយវាគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះរីឯលទ្ធផលយ៉ាងណាវិញនោះជួនកាលវាអាស្រ័យទៅលើបរិស្ថាននៃទីកន្លែងដែលលោកអ្នករស់នៅនិងទីកន្លែងដែលលោកអ្នកធ្វើការងាររួមជាមួយបុណ្យកុសលដែលលោកអ្នកបានសាងពីអតីតកាលនិងបច្ចុប្បន្នកាលព្រមទាំងការគិតពិចារណានិងសកម្មភាពផ្ទាល់ខ្លួនរបស់លោកអ្នកទៅវិញនោះទេដូច្នេះសម្រាប់ជាជំនួយក្នុងការបង្កើនសំណាងក្នុងជីវិតរស់នៅលោកអ្នកគួរតែយកចិត្តទុកដាក់រៀបចំគេហដ្ឋានដែលលោកអ្នករស់នៅនិងទីកន្លែងដែលលោកអ្នកធ្វើការងារឲ្យបានល្អដោយតែបានជម្រាបជូនតាមរយៈវិធីបង្កើនសំណាងល្អតាមបែបហ្វុងស៊ុយបន្ថែមលើនេះផងដែរលោកអ្នកគួរតែរក្សាសីលធម៌ដោយមានអត្តចរិតដឹងខុសត្រូវចេះដឹងគុណចំពោះអ្នកដែលបានផ្ដល់ជំនួយចេះអត់ឱនស្គាល់ចាស់ទុំមានគុណធម៌ក្នុងនាមជាមនុស្សដែលស្មោះត្រង់មិនលោភលន់ហួសប្រមាណមិនចង់បានរបស់អ្នកដទៃមិននិយាយកុហកបោកប្រាស់អ្នកដទៃ
និងមិនធ្វើអ្វីដែលនាំឲ្យមានភាពក្តៅក្រហាយដល់អ្នកដទៃជាដើមចូលគិតអ្វីដែលល្អនិងធ្វើអំពើល្អៗផ្សេងដោយសេចក្តីជ្រះថ្លាក្នុងចិត្តឲ្យបានច្រើនតាមដែលអាចធ្វើបានពីព្រោះបើតាមអបិយជំនឿប្រសិនបើលោកអ្នកសន្សំអំពើល្អបានច្រើនប៉ុណ្ណាវាក៏អាចនឹងមានអំណោយផលល្អនិងផ្ដល់ឲ្យលោកអ្នកវិញនូវសំណាងល្អៗជាច្រើនផងដែរដូច្នេះចូលយកចិត្តទុកដាក់ថែរក្សាទំនុកបម្រុងនិងឧបត្ថម្ភអ្នកមានគុណរបស់លោកអ្នកគឺឪពុកម្ដាយជីដូនជីតានិងមនុស្សដែលធ្លាប់បានជួយជីវិតរបស់លោកអ្នកឲ្យមានភាពល្អប្រសើរឡើងបន្ថែមនៅនេះផងដែរចូលចាប់ផ្ដើមធ្វើអំពើល្អដោយការជួយយកអាសាមនុស្សជុំវិញខ្លួនលោកអ្នកដែលត្រូវការជំនួយទោះបីជាលោកអ្នកជួយគេដោយកម្លាំងកាយឬជួយគេដោយកម្លាំងចិត្តឬជួយគេដោយកម្លាំងប្រាជ្ញាក៏ដោយគឺសុទ្ធតែជាអំពើល្អដូចគ្នាដែលលោកអ្នកអាចធ្វើបានគ្រប់ពេលវេលាគ្រប់កលៈទេសៈចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់ប្រសិនបើលោកអ្នកត្រូវការការប្រឹក្សាយោបល់អំពីហ្វុងស៊ុយក្នុងការសាងសង់គេហដ្ឋានថ្មីឬជួសជុលគេហដ្ឋានឬរៀបចំគេហដ្ឋានសម្រាប់រស់នៅឬជាគំនិតនៃការរចនាប្លង់ផ្ទៃខាងក្នុងនៃគេហដ្ឋានឬការសាងសង់អគារដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមរចនាបថរបស់ហ្វុងស៊ុយលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook ដែលបានបង្ហាញជូននៅលើវីដេអូនេះឬលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ WhatsApp 0049 17 82 05 21 47នោះលោកអ្នកពិតជាមិនខុសបំណងឡើយប្រសិនបើលោកអ្នកយល់ថាការព្យាករណ៍នេះអាចផ្ដល់ជាអត្ថប្រយោជន៍ល្អសម្រាប់ជីវិតរស់នៅសូមចែករំលែកទៅកាន់ក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកផ្សេងទៀតផងនាងខ្ញុំសង្ឃឹមថាការព្យាករណ៍នេះអាចផ្ដល់ជាប្រយោជន៍សម្រាប់ការយល់ដឹងដើម្បីជាជំនួយដល់សេចក្តីសុខផ្ទាល់ខ្លួននិងជាការបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកផងដែរនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដ៏មានតម្លៃរបស់លោកអ្នកដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមគោរពជូនពរដល់លោកអ្នកនិងក្រុមគ្រួសារឲ្យទទួលបាននូវសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលានាងខ្ញុំឡុងសុវណ្ណសូមជម្រាបលានិងជួបគ្នានៅការព្យាករណ៍បន្តទៀត